ជំរាបសួរបងប្អូនថ្ងៃនេះជួបគ្នាទៀតហើយជាមួយនឹងពាក្យថ្មីៗនៅក្នុងភាសាអង់គ្លេសរបស់យើងតោះចង់ដឹងថាតើពាក្យថ្មីៗនោះមានអ្វីខ្លះទៅទស្សនាទាំងអស់គ្នា Vocabulary ពន្យល់ពាក្យ Type ប្រភេទ Website គេហទំព័រ Often ជាញឹកញាប់ Search ស្វែងរក Varies ប្រែប្រួល Depending on ពឹងផ្អែកលើ Goal គោលដៅ Prefer ចូលចិត្ត Entertainment ការកំសាន្ត Education ការអប់រំ Special ពិសេស Using ការប្រើប្រាស់ Freshman និស្សិត University សាកលវិទ្យាល័យ Study ការសិក្សា Relax សម្រាក Working ធ្វើការ Favorite សំណប់ Probably ប្រហែល Most ភាគច្រើន Useful មានប្រយោជន៍ Right សរសេរ Popular ពេញនិយម Country ប្រទេស Quite មែនតែន Guess ស្មាន Think គិត Youth យុវជន Reliable អាចទុកចិត្តបាន Source ប្រភព Knowledge ចំណេះដឹង Always ជានិច្ច Choose ជ្រើសរើស Carefully ដោយប្រុងប្រយ័ត្ន Conversation ការសន្ទនា What type of websites do you often search for? តើគេហទំព័រប្រភេទណាដែលអ្នកតែងតែស្វែងរក It varies depending on my goal. I prefer entertainment and education websites such as facebook.com, wikipedia.org, and VOA Special English. វាប្រែប្រួលអាស្រ័យទៅលើគោលដៅរបស់ខ្ញុំចូលចិត្តគេហទំព័រកម្សាន្តនិងអប់រំដូចជា facebook.com, wikipedia.org និង VOA Special English. How long have you been using them? តើអ្នកប្រើប្រាស់វាយូរប៉ុណ្ណាហើយ I have been using these websites since I was a freshman at university. ខ្ញុំបានប្រើគេហទំព័រទាំងនេះតាំងពីខ្ញុំនៅជានិស្សិតរៀននៅសាកលវិទ្យាល័យ What do you visit those websites for? តើអ្នកចូលទៅមើលគេហទំព័រទាំងនោះដើម្បីអ្វី I use them to study online or relax after working. ខ្ញុំប្រើពួកវាដើម្បីសិក្សាតាមអ៊ីនធឺណិតឬសម្រាកបន្ទាប់ពីធ្វើការ What's your favorite website? តើគេហទំព័រណាដែលអ្នកចូលចិត្តជាងគេ I think it's probably youtube.com. ខ្ញុំគិតថាវាប្រហែលជា youtube.com. Can you read websites in English? តើអ្នកអាចអានគេហទំព័រជាភាសាអង់គ្លេសបានទេ Yes, I can. Most useful websites are written in English. ចាស់ខ្ញុំអាចគេហទំព័រដែលមានប្រយោជន៍ភាគច្រើនត្រូវបានសរសេរជាភាសាអង់គ្លេស What's the most popular website in your country? តើគេហទំព័រណាដែលពេញនិយមបំផុតនៅក្នុងប្រទេសរបស់អ្នក I'm not quite sure, but I guess it would be facebook.com. ខ្ញុំមិនប្រកាសទេប៉ុន្តែខ្ញុំស្មានបានថាវាជា facebook.com. Do you think the youth should use websites as a reliable source of knowledge? តើអ្នកគិតថា
យុវជនគួរប្រើគេហទំព័រជាប្រភពចំណេះដឹងដែលអាចទុកចិត្តបានដែរឬទេ Not always. They should choose their sources carefully. មិនតែងតែអញ្ចឹងទេ ពួកគេគួរតែជ្រើសរើសប្រភពរបស់ពួកគេដោយប្រុងប្រយ័ត្ន វីដេអូមេរៀនរបស់យើងបានមកដល់ទីបញ្ចប់ហើយសូមអរគុណដល់បងប្អូនដែលចូលចិត្តទស្សនានិងចូលចិត្តរៀនជាមួយនឹងនាងខ្ញុំសូមអរគុណសូមជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងចុច Like និងបើសិនជាបងប្អូនមានចម្ងល់អ្វីផ្សេងៗបងប្អូនអាចធ្វើការ comment ឬក៏ email មកកាន់នាងខ្ញុំដើម្បីនាងខ្ញុំធ្វើការស្រាវជ្រាវនិងចែករំលែកនៅចំណេះដឹងថ្មីៗជូនបងប្អូនជាបន្តបន្ទាប់សូមអរគុណសូមជម្រាបលា